អ្នកនរគ្នាដឹងថាជីវិតរបស់យើងហត់ជាងគេនៅពេលណាអត់? នៅពេលដែលយើងអត់បានធ្វើជាខ្លួនឯង អូយហត់ខ្លាំងណាស់ខ្ញុំនិយាយមែន ខ្ញុំអត់គិតថាពេលដែលអត់ធ្វើជាខ្លួនឯងវាហត់ដល់ថ្នាក់ហ្នឹងណា តែតាមពិតទៅគឺវាពិតជាហត់មែនពេលដែលគេនិយាយថាចេះបាត់អីក៏បានកុំឲ្យតែបាត់ខ្លួនឯងណា យើងស្ដាប់ទៅធម្មតា ប៉ុន្តែពាក្យហ្នឹងគឺពិតជាជ្រៅខ្លាំងមែនទែន ហើយនៅពេលដែលយើងជាពិសេសពេលដែលយើងគិតថា យើងមិនអាចធ្វើជាខ្លួនឯងហ្មង ដើម្បីរស់នៅក្នុងសង្គមមួយហ្នឹង គឺយើងមិនអាចធ្វើជាខ្លួនឯងទេ យើងត្រូវតែធ្វើដូចអ្នកនេះ ឬមួយក៏ដូចអ្នកនោះ ឬមួយក៏គេឲ្យធ្វើអីយើងធ្វើហ្នឹង ដំបូងៗគិតថាអត់អីទេ យើងអាច flexible បាន យើងអាច អូខេ ពេលដែលយើងដើរជាមួយអ្នកហ្នឹង ឬមួយយើងនៅចេញទៅក្រៅយើងអាចធ្វើអញ្ចឹងបាន ពេលមកដល់ផ្ទះយើងធ្វើអីផ្សេង ប៉ុន្តែអត់ទេអ្នកនរគ្នា គឺហត់ណាស់ ព្រោះ energy របស់យើងគឺវាបានជះទៅឲ្យគេ យើងបញ្ជូនថាមពលរបស់យើងទៅឲ្យគេ and energy is real អ្នកណាគេអត់ជឿថា energy ពិតជាមាន energy ពិតជាមាន ហើយវាអត់មានបានបែកបានបាត់ទៅណា វាគ្រាន់តែដូរពីកន្លែងមួយទៅកន្លែងមួយ អញ្ចឹងនៅពេលដែលយើងផ្ដោតទៅលើអីមួយ អា energy របស់យើងវារុញទៅខាងហ្នឹង អញ្ចឹងបើសិនជាយើងផ្ដោតគិតតែពីថាអញ្ចឹងយើងចង់ធ្វើដូចអ្នកនេះ យើងចង់ធ្វើដូចអ្នកនោះ អញ្ចឹងគឺ energy របស់យើងគឺរុញទៅគេអស់ហើយ យើងអត់មានសេះសល់លើខ្លួនឯងទេ អញ្ចឹងកុំឆ្ងល់ថាពេលខ្លះហេតុអីដើរចេញទៅក្រៅហើយមកដល់ផ្ទះហត់ហ្មង គេហៅដូចវីដេអូ meme មួយណា My social battery is so ណា ពេលមកដល់ផ្ទះ អញ្ចឹងដោយសារតែយើងអត់បានធ្វើអីដែលជាខ្លួនឯងទេ យើងចង់សើចក៏យើងអត់ហ៊ានសើច ឬមួយក៏យើងអត់ត្រូវសើចទេក៏យើងសើចទៅ ដើម្បីតម្រូវទៅតាមស្ថានការណ៍ហ្នឹង ខ្ញុំអត់ថាយើងគ្រប់ពេលយើងត្រូវតែខុសគេខុសឯងទេ No ប៉ុន្តែបើសិនជាវាច្រើនពេក ឧទាហរណ៍មួយថ្ងៃមាន 24 ម៉ោង ចា យើងអត់មានបានធ្វើជាខ្លួនឯងសោះ ឬមួយក៏ធ្វើជាខ្លួនឯងបានតិចខ្លាំងមែនទែន សួរថាតើជីវិតរបស់យើង យើងរស់នៅដើម្បីអ្នកណា 24 ម៉ោងហ្នឹងគ្រាន់តែយើងចែក គ្រាន់តែយើងដេក 8 ម៉ោង បើសិនជាអ្នកធ្វើការទៀត ធ្វើការ 8 ម៉ោង អស់ 16 ម៉ោងបាត់ហើយ យើងនៅសល់តែ 8 ម៉ោងទៀតទេ អញ្ចឹងតើ 8 ម៉ោងហ្នឹងយើងចែកទៅណាខ្លះទៀត អញ្ចឹងបើសិនជាគ្រាន់តែក្នុង 8 ម៉ោងហ្នឹងយើងអត់មានសិទ្ធិសេរីភាពនៅក្នុងការគិតណា ជាខ្លួនឯង ឬមួយក៏មិនមែនថាត្រូវតែធ្វើជាខ្លួនឯងរហូតទេ ប៉ុន្តែអាពេលនៅម្នាក់ឯងហ្នឹងវាពិតជាសំខាន់ ខ្ញុំអត់ដឹងថាបញ្យល់ថាម៉េចទេ តែអ្នកដែលគាត់មានពេលវេលានៅម្នាក់ឯងបានគាត់យល់ ថាពេលវេលានៅម្នាក់ឯងរបស់គាត់ហ្នឹងគឺសំខាន់ហ្មង ដោយសារជាពេលមួយដែលគាត់អាចផ្ដោតទៅលើរឿងដែលគាត់ចង់បាន ជាក្ដីស្រមៃរបស់គាត់ ចា ឬមួយក៏ផ្ដោតទៅលើខ្លួនគាត់ហ្មង គាត់គិតថាតើគាត់គួររៀនអី គិតអី ធ្វើអី កែប្រែកន្លែងណា ហើយគាត់ធ្វើ self reflection ថាតើក្នុងមួយថ្ងៃហ្នឹងគាត់មានកំហុសអីខ្លះ ឬមួយក៏គាត់បានសម្រេចអីខ្លះ ដល់ពេលដែលយើង energy របស់យើងទៅក្រៅរហូត យើងអត់មានសូម្បីតែពេលមកប្រាប់ខ្លួនឯងថា អូនេះថ្ងៃនេះខ្ញុំសម្រេចបានអីខ្លះទេ យើងអត់មានពេល reflect គិតណា ព្រោះអីពេលដែលយើងចេញទៅក្រៅ គឺទាំងអារម្មណ៍ ទាំងខួរក្បាលរបស់យើងគឺត្រូវផ្ដោតទៅលើខាងក្រៅ អញ្ចឹងបានខ្ញុំប្រាប់ថា នៅពេលដែលយើងរស់ជាខ្លួនឯងយើងអត់សូវហត់ទេ ខ្ញុំនិយាយមែន យើងអត់សូវហត់ហ្មង ហើយអត់មានអីហត់ជាងអាពេលយើងអត់រស់ជាខ្លួនឯងហ្នឹងទេ បើមិនជឿសាកឥឡូវសាកមួយអាទិត្យហ្នឹងដើរលេង ឬមួយក៏ជួបគេរហូតហ្មង កុំឲ្យមានពេលមួយខ្លួនឯងណា អត់បានមួយអាទិត្យទេ យ៉ាងច្រើន 3 ថ្ងៃគឺហត់ ហើយបើសិនជាអ្នក introvert ទៀតណា មិនស្រួល 3 ម៉ោងហ្នឹងចង់ស្ទះខ្យល់ អញ្ចឹងបានខ្ញុំនិយាយថាមិនមែនអត់ឲ្យអ្នកទាំងអស់គ្នាដើរចេញទៅក្រៅ socialize ទេ ត្រូវតែមាន ចា ស្ដាប់ឲ្យច្បាស់ ជីវិតគឺត្រូវតែមាន ព្រោះយើងត្រូវ connecting គ្នា ប៉ុន្តែកុំដល់ថ្នាក់ថាយើងអត់មានពេលវេលាឲ្យខ្លួនឯង ព្រោះពេលវេលាឲ្យខ្លួនឯងសំខាន់ដែរ ព្រោះក្នុងមួយថ្ងៃយើងមានពេលតែប៉ុន្មានម៉ោងឯងឲ្យខ្លួនឯង ហើយជីវិតហ្នឹងគឺយើងរស់ យើងអត់អាចទៅរស់ជំនួសអ្នកណាបានទេ ចា គឺយើងអាចរស់បានតែជំនួសខ្លួនយើង សូម្បីតែឪពុកម្ដាយយើងក៏គាត់អត់អាចរស់ជំនួសយើងបានដែរ ទោះថាគាត់ចង់ហើយ គាត់ចង់ ប៉ុន្តែសួរថាគាត់អាចធ្វើបានអត់ អត់ទេ អាហ្នឹងយើងត្រូវទទួលស្គាល់ការពិត អញ្ចឹងយើងអត់អាចទៅរស់ជំនួសអ្នកណាបានទេនៅក្នុងជីវិតរបស់យើង អញ្ចឹងធ្វើម៉េចឲ្យវា balance ខ្ញុំផ្ដាំហើយផ្ដាំទៀតគឺតែប៉ុណ្្នឹងឯង ហើយខ្ញុំហើយហើយ ចា ហត់ហើយហើយ ចា ហើយក៏នៅតែបន្ត improve ទៀតដែរថា តើយើងគួរតែកែកន្លែងណាទៀត ព្រោះខ្ញុំមានពេលធ្វើ self reflection របស់ខ្ញុំថា តើក្នុងមួយអាទិត្យហ្នឹងខ្ញុំធ្វើអីបានខ្លះ ចាខ្ញុំខ្ជិលអីខ្លះ ខ្ញុំធ្វើខុសអីខ្លះ កន្លែងណាដែលខ្ញុំគួរកែ កន្លែងណាដែលខ្ញុំគួររៀនសៀវភៅណាដែលខ្ញុំគួរអាន វីដេអូណាដែលខ្ញុំគួរធ្វើ អញ្ចឹង មនុស្សមិនមែនថាយើងនៅមួយខ្លួនឯងហើយគឺយើងលេងខុសទេណា No គ្រាន់ថាយើងយល់ពីខ្លួនឯងជាងមុន អញ្ចឹងកុំឆ្ងល់ថាអ្នកដែលគេនៅមួយខ្លួនឯងបានយូរ គេយល់ពីខ្លួនឯងណា ចេញមកគេ confident ហ្មង ដោយសារអីគេស្គាល់ខ្លួនគេអស់ហើយហ្នឹង ចំណុចកន្លែងណាដែលគេខ្វះខាតទោះបីមិនស្គាល់អស់ គឺគេស្គាល់ច្រើនជាងយើងស្គាល់គេ នៅពេលដែលយើងអត់ស្គាល់ខ្លួនឯងច្បាស់ គឺមានគេផ្សេងដែលគេស្គាល់ច្បាស់ជាងយើង គឺយើង insecure ហ្មង ដោយសារអីគេនិយាយមិនគឺយើងអញ្ចឹង ឬមួយក៏គេថា អូហែងចេះទៅបានល្អ អូម្នាក់ទៀតមកហែងចេះទៅបានល្អ អញ្ចឹងយើងរេរហូត ដោយសារអី យើងអត់ស្គាល់ខ្លួនឯងច្បាស់ទេ អញ្ចឹងកុំឆ្ងល់ថាម៉េចបានអត់ confident ហើយហត់ម៉េះ ចា អត់ទាន់បានធ្វើអីផង ងើបតែពីដេកមកហត់ហ្មង
អូយើងគិតថាតើយើងគួរធ្វើអីតម្រូវចិត្តអ្នកនេះយើងគួរធ្វើអីតម្រូវចិត្តអ្នកនោះអញ្ចឹងអ្នកដែលគេស្គាល់ខ្លួនគេច្បាស់ណាគេងើបមកគេដឹងហ្មងថាសូម្បីតែគេងើបយឺតឬមួយគេងើបទាន់មិនទាន់គឺគេដឹងហ្មងហើយគេដឹងថាត្រូវធ្វើម៉េចដើម្បីគេងើបទាន់មកឧទាហរណ៍ថ្ងៃហ្នឹងគេត្រូវមានការងារធ្វើ schedule ណាធ្វើហើយឧទាហរណ៍ថាចំណុចហ្នឹងគេខ្ជិលដូចខ្ញុំមានចំណុចខ្ជិលរបស់ខ្ញុំចឹងដល់ពេលដែលមានការងារសំខាន់ខ្ញុំដឹងហើយថាចង់ចាក់អាភាពខ្ជិលរបស់ខ្ញុំហ្នឹងខ្ញុំត្រូវការឲ្យគេលុយអីចឹងទៅខ្ញុំថាអូយើងគិតថាយើងចង់បានលុយអញ្ចឹងគឺយើងងើបធ្វើនេះធ្វើនោះមនុស្សវាមានខុសៗគ្នាអញ្ចឹងដល់ពេលដែលយើងនៅមួយខ្លួនឯងបានច្រើនគឺយើងស្គាល់ហើយយើងដឹងថាអូចរិតអញកន្លែងនេះអត់កើតទេខ្ជិលអូអញកន្លែងនេះតែគេប៉ះអញប៉ាំងហើយអញ្ចឹងត្រូវកែមិនម៉េចណាមិនមែនថានៅមួយខ្លួនឯងអត់ចេះខុសទេណានឹងខ្ញុំនិយាយបញ្ជាក់ហើយវីដេអូរបស់ខ្ញុំដូចជាអត់មានអីច្រើនទេហើយខ្ញុំត្រឹមតែ back មក YouTube វិញហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រខ្ញុំបន្តទៀតណាហើយកុំភ្លេចជួយទិញអីវ៉ាន់ខ្ញុំផងចាខ្ញុំមាន page ដែលខ្ញុំលក់អីវ៉ាន់របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាដែលគាត់ជា supporter អីហ្នឹងគាត់មិនបាច់ទិញក៏បានដែរគាត់ចូលមើលលេងៗអញ្ចឹងណាចាខ្ញុំនឹងដាក់ page របស់ខ្ញុំនៅខាងលើនេះហើយអរគុណអ្នកទាំងអស់គ្នាខ្ញុំនឹងព្យាយាមធ្វើវីដេអូ YouTube បន្តទៀត